អរិយពេល3ឆ្នាំ8ខែនិង20ថ្ងៃដែលប្រទេសកម្ពុជាយើងទាំងមូលទទួលរងនៅរបបដ៏ឃោរឃៅមួយដែលមិនអាចបំភ្លេចបានដែលហៅថារបបកម្ពុជាប្រជាធិបតេយ្យឬសម័យប៉ុល ពតក្នុងសម័យនេះដែរគឺចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979ហើយនៅទីនេះដែរក៏ជាកន្លែងដែលមានឈ្មោះថាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទូស្លែងឬហៅថាស21ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញសារមន្ទីរនេះបច្ចុប្បន្នជាកន្លែងបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអតីតកាលហើយក៏ជាកន្លែងដែលបង្ហាញឲ្យឃើញពីប្រវត្តិសាស្ត្រដ៏ឃោរឃៅសឹងតែគ្រប់រូបភាពនៅសម័យប៉ុល ពតកាលនៅសម័យនោះកន្លែងនេះគឺជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃនិងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្តីសារភាពចាប់សពគ្រប់លើពីនេះទៅទៀតសារមន្ទីរនេះបានរក្សាទុកភស្តុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាដើម្បីឲ្យកូនចៅជំនាន់ក្រោយបានសិក្សានិងស្វែងយល់បើយើងគិតទៅដល់ផលវិបាកដែលកម្ពុជាជួបប្រទះនៅសម័យនោះមានដូចជាចំពោះផ្នែកធនធានមនុស្សកុមារសម័យនោះបាត់បង់ឱកាសរៀនសូត្រនិងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជាភាពភ័យខ្លាចភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមក្នុងការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនឹងការខ្វះខាតសុវត្ថិភាពចំណែកឯផ្នែកសេដ្ឋកិច្ចវិញប្រជាពលរដ្ឋគ្មានឱកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាពដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចជួបប្រទះនូវអនុភាពគ្មានការវិនិយោគបរទេសមកបណ្ដាក់ទុនរកស៊ីដើម្បីបង្កើនឬជួយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋរីឯផ្នែកសង្គមគិច្ចវិញបន្សល់ទុកនៅកុមារកំព្រាស្ត្រីមេម៉ាយជនពិការដែលជាបន្ទុកធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលចំណែកឯផ្នែកទំនាក់ទំនងបាត់បង់សាមគ្គីភាពបាត់បង់ជំនឿទុកចិត្តគ្នាទៅវិញទៅមកបន្ថែមពីនេះទៀតផ្នែកវប្បធម៌អរិយធម៌និងសាសនាវត្តអារាមនៅក្នុងប្រទេសត្រូវបានលុបបំផ្លាញហើយការប្រតិបត្តិជំនឿសាសនាត្រូវបានលុបបំបាត់ចោលទាំងស្រុងផ្នែកសិល្បៈតន្ត្រីអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរពិធីបុណ្យប្រពៃណីជាតិបុណ្យសាសនាក៏ត្រូវបានបំភ្លេចចោលទាំងអស់ហើយនៅមានច្រើនផ្សេងទៀតបន្ទាប់ពីបានឆ្លងកាត់និងបានដឹងឮពីប្រវត្តិសាស្ត្រដ៏ឃោរឃៅនេះហើយគ្មានប្រជាជនម្នាក់ណាចង់ឲ្យប្រវត្តិសាស្ត្រនេះកើតឡើងម្ដងទៀតឡើយវាពិតជាឃោរឃៅនិងឈឺចាប់បំផុតហើយក៏ជារបបមួយដែលគួរឲ្យស្អប់ពើមនិងខ្លាចផងដែរដូច្នេះក្នុងនាមយើងជាកូនខ្មែរដែលកើតមិនទាន់នៅរបបនេះបើសិនមកជាមានពេលវេលាចូលទៅទស្សនកិច្ចនៅកន្លែងនេះឲ្យបានដឹងនិងបានឃើញពីប្រវត្តិសាស្ត្រដ៏ឃោរឃៅដែលធ្លាប់កើតនៅប្រទេសកម្ពុជាដែលធ្វើឲ្យប្រជាជនខ្មែរយើងឈឺចាប់គ្មានថ្ងៃបំភ្លេចបាន